ភ្ញាក់រលឹកឡើងវិញបងប្អូនហើយលោកខៀវកញ្ញរិទ្ធនឹងសុំឲ្យធ្វើលើសពីការគ្រាន់តែសរសេរសារលើបណ្ដាញសង្គមលោកជាតំណាងរាស្ត្រគឺលោកតំណាងឲ្យរាស្ត្របើលោកជាតំណាងរាស្ត្រលោកមានទុកខ្លួនឯងលោកដោះស្រាយអត់បានតើរាស្ត្រមណ្ឌលកំពង់ចាមរបស់លោកសង្ឃឹមអីលើលោកយកអំណាចជាតំណាងរាស្ត្រគណៈបកប្រជាជនក៏ដោយខ្ញុំអត់ខ្វល់ទេដោយខ្ញុំបានប្រាប់ហើយខ្ញុំមិនខ្វល់ឆ្មាប្រភេទសបល់ប្រមាណទេឲ្យតែចាប់កដោបានខ្ញុំមិនខ្វល់តកូលហ៊ុនតកូលសុកតកូលទាតកូលខៀវតកូលសំតកូលកឹមតកូលសតកូលស្អីក៏ដោយចៅតកូលថាច់តកូលស្អីក៏ដោយកាន់ប្រទេសនេះតកូលរងតកូលកាន់ទៅសំខាន់គឺយើងត្រូវឲ្យមើលដូចគ្នាថាបញ្ហាវាមានហើយយើងត្រូវដោះស្រាយចុះបើអស់លោកនៅអាជ័យធ្លាក់ទឹកឲ្យដល់មកឥឡូវលោកកាន់អំណាចប្រមាណអាណត្តិទៅហើយមកដល់លោកនិយាយថាចាប់មនុស្សអត់មានប្រាប់ក្រុមគ្រួសារធ្វើដោយអំណាចផ្ដាច់ការគេផ្ដាច់ការយូរហើយតើលោកខៀវកញ្ញរិទ្ធយូរហើយតែលោកមិនដែលប៉ះខ្លួនឯងខ្ញុំពេលខ្លះខ្ញុំខកចិត្តនឹងមន្ត្រីខ្មែរបញ្ញវន្តខ្មែរនឹងមែនតែនមិនដឹងថាអស់លោកបាយ3ពេលហ្នឹងចង់រស់នៅដើម្បីអីគេដើម្បីតែក្រុមគ្រួសារអស់លោកដើម្បីតែបពពួកអស់លោកចោះក្រុមគ្រួសារគេ18លានអ្នកហ្នឹងមិនគេអត់ចង់រស់ទេគេអត់ចង់បានយុត្តិធម៌ទេចាគេអត់ចង់បានសេចក្តីសុខទេចាគេអត់ចង់បានការប្រព្រឹត្តស្មារតីគ្នាទេចាគេអត់ចង់បានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិលោកអាចបញ្ចេញបានប៉ុន្តែសាកមកជាមន្ត្រីណាជាន់ទាបបញ្ចេញមើលបើមិនដកតួនាទីឬក៏ហៅទៅផឹកតែនេះជាប់គុកទៀតព្រោះហ៊ាននិយាយថាកម្ពុជាផ្ដាច់ការម្ដងទៀតខ្ញុំលើកទឹកចិត្តឲ្យលោកខៀវកញ្ញរិទ្ធធ្វើឲ្យលើសពីសារហ្នឹងធ្វើឲ្យលើសពីការគ្រាន់តែប្រាប់ថាអូគេធ្វើអញ្ចឹងហើយចាំមើលក្រសួងយុទ្ធប្រឆាំងអំពើពុករលួយគេឆ្លើយតបមកវិញណាអូខ្ញុំថាហួសនិស័យខ្ញុំថាក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយនេះអស់កន្លែងរិះគន់ណាបងប្អូនខ្ញុំមិនមែនថាគាត់មិនបានធ្វើការទេឃើញទេគាត់ទៅចាប់ស៊ើបអង្កេតលោកធោសំណាងបើគុំមានអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយអ្នកណាស៊ើបអង្កេតគាត់យើងត្រូវអរគុណអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយនេះទៅប៉ុន្តែបងប្អូនអត់សាច់នឹងរិះគន់ទេកូនរបស់លោកអោមយន្តទៀង3នាក់នៅហ្នឹងអោមយន្តទៀងពុទ្ធធីរាយន្តទៀងពុទ្ធធីរៈយន្តទៀងពុទ្ធរស្មីអីណានោះកូនស្រីមួយកូនប្រុស2ហើយយន្តទៀងពុទ្ធធីរាអីមិនដឹងទេមួយណាទេនឹងឡើងទៅជាប្រធានរបស់អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយមកគ្រួសារ4នាក់នៅក្នុងអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយហើយមកប្រយុទ្ធប្រឆាំងអំពើពុករលួយបើបានជោគជ័យខ្ញុំសឹងពុះកាប់ថ្មចំណាំឲ្យមើលទៅព្រោះអីមកគ្រួសារនៅហ្នឹងចុះឥឡូវឧទាហរណ៍បើគ្រួសារគាត់មានអំពើពុករលួយនៅក្នុងការទួនាទីចូលក្នុងតំណែងទាំងអស់ហ្នឹងដែលទាញមកតាមជើងខោឪពុកហ្នឹងហើយទៅអ្នកណាអ្នកស៊ើបអង្កេតរឿងហ្នឹងគណៈកម្មការណាស៊ើបអង្កេតបើគ្នាគាត់ទាំងអស់នៅហ្នឹងឧទាហរណ៍ខ្ញុំនិយាយតែឧទាហរណ៍ប៉ុន្តែណាហើយដឹងគាត់ឆ្លើយមិនទេនៅពេលដែលលោកខៀវកញ្ញរិទ្ធចោទជាសំណួរដឹងមន្ត្រីរបស់គាត់ឆ្លើយមកឲ្យបងប្អូនថាខ្មែរយើងគិតទៅអន់ដល់ថ្នាក់ហ្នឹងណាខ្ញុំទៅរកឯកសារហ្នឹងសិនកុំឲ្យនិយាយទៅខុសគេចោតមុងនរិទ្ធហ្នឹងថាចេះថាចេះហើយម្នាក់ឯងទៅថាមែនតើសុំទោសបងប្អូនគាត់មន្ត្រីគាត់ចេះខ្ញុំនិយាយហ្នឹងខ្ញុំថាខកចិត្តហ្នឹងចេះពេលដែលប្រជាពលរដ្ឋមិនមែនប្រជាពលរដ្ឋអីលោកខៀវកញ្ញរិទ្ធចោតសួរជាសំណួរអញ្ចឹងណាថាហេតុអីបានជាអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយចាប់មនុស្សយកទៅឃុំខ្លួនអត់ជូនដំណឹងឲ្យគ្រួសារដឹងដូចជាអំណាចផ្ដាច់ការពេកប្រទេសយើងជាប្រទេសមាននីតិរដ្ឋមិនមែនជាប្រទេសផ្ដាច់ការទេមិនអញ្ចឹងនៅក្នុង Facebook របស់អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយនេះគឺជាសារដែលមានមន្ត្រីម្នាក់នៅក្នុងក្រសួងនេះតបបើខ្ញុំជាលោកអោមយន្តទៀងខ្ញុំនឹងដកមន្ត្រីនេះក៏វត្តចោល24ម៉ោងព្រោះអ្នកបំផ្លាញកិត្តិយសសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន ACU នេះហើយខ្ញុំនិយាយហេតុអីបានខ្ញុំថាអញ្ចឹងគាត់និយាយចេះក្រោយមានការផុសចោទថាអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ACU ស្ថិតក្នុងប្រទេសផ្ដាច់ការខ្ញុំជាមន្ត្រី ACU ចំនួន Gen Z នេះមន្ត្រីក្មេងៗដែលជាទំពាំងស្នងរស័យនេះមិនដឹងជាទំពាំងលលួយប៉ុណ្ណាទេដែលសរសេរសារបែបនេះចាំខ្ញុំនិយាយចប់គាត់ថាខ្ញុំជាមន្ត្រី ACU ចំនួន Gen Z នេះបានយកការផុសនេះដាក់សួរទៅ AI
ហើយ AI ប្រាប់មកវិញចេះបងប្អូនសាកគិតមើលថាតើកម្ពុជាយើងចូលដល់កម្រិតណាហើយបងប្អូនរឿងចាប់ឃុំខ្លួនមនុស្សខុសនីតិវិធីឬក៏មិនប្រាប់ក្រុមគ្រួសារជាអំពើចាប់ឃុំឃាំងមនុស្សតាមអំពើចិត្តរឿងនេះកើតឡើងច្រើនណាស់មន្ត្រីគណៈបកផ្សេងទៀតមិនមែនតែរឿងតែលោកថោសំណាងទេគ្រួសារដែលចាប់អត់មានដីកាអីហ្នឹងគឺគេរាយការណ៍ខ្ញុំមកជីវិតខ្ញុំឲ្យរាយការណ៍តែពីរឿងអំពើខុសច្បាប់នេះតែអស់លោកមិនដែលឈឺក្បាលទេហើយដល់មកតបវិញដឹងគាត់តបមិនទេគេជាសម័យជំនាន់ Gen Z ណាមើលណែបកែណានៅក្រសួង ACU Gen Z ហ្នឹងស្អីគេបងប្អូន Gen Z ហ្នឹងមិនមែនលោក Gen Z អុកញ៉ានោះទេណា Gen Z នេះគេហៅថា Generation Z មិនមែន Gen Z ឈ្មោះ Gen Z CHEN ទេនេះគឺ GZ គេហៅ GEN Z គឺ Generation Z បានន័យថាក្មេងដែលកើតក្នុងចំនួនឆ្នាំ2000គឺសហសវត្សហ្នឹងក្មេងកើតចំនួនឆ្នាំ2000មកអាយុចាប់ពី20និយាយទៅក្រោម26ក្មេងអាយុក្រោម26ឆ្នាំគឺជាក្មេងចំនួន Gen Z កូនខ្ញុំចំនួន Gen Z ទាំងអស់ព្រោះកើតក្រោយឆ្នាំ2000ទាំងអស់ហើយគេថាគេចំនួន Gen Z ខ្ញុំសរសើរក្មេងចំនួន Gen Z នេះប៉កែប៉ុន្តែក្មេងចំនួន Gen Z ដូចមន្ត្រី ACU នេះចោលមកសៀតហ្មងបើខ្ញុំជាមន្ត្រីនៅក្នុងក្រសួង ACU ខ្ញុំនឹងឲ្យដកបញ្ឈរជើងឬក៏ឈប់ចេញពីការងារទៅដោយសារអីរឿងប្រពន្ធភ្នំគាត់ទៅយកការបកស្រាយចម្លើយពី AI យកមកបកស្រាយនៅលើទំព័រ Facebook របស់អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយតើអស់លោកមានកិត្តិយសសេចក្តីថ្លៃថ្នូរឯណាដែលយក AI យកមកធ្វើជាសំអាងនៅក្នុងការដែលថាក្រសួងប្រយុទ្ធប្រឆាំងអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយចាប់ឃុំខ្លួនគេឬក៏យកគេទៅសួរចម្លើយដោយមិនជូនដំណឹងឲ្យក្រុមគ្រួសារនេះអត់មានខុសច្បាប់អីទេនីតិវិធី1 2 3 AI គេប្រាប់មកអញ្ចឹងខ្ញុំថ្លើមធ្លាក់ដល់ដីប្រមាត់ធ្លាក់ដល់ដីដោយសារអូអញ្ចឹងអូ Gen Z ស្រុកខ្មែរអញ្ចឹងតើនៅលើពិភពលោកនេះឯណាទៅដែលគេប្រាប់ថាដើម្បីដោះស្រាយបញ្ហាគឺយើងយក AI យកមកជាទីពឹង AI នេះជាកំបិតមុខពីរខ្ញុំប្រាប់ទៅយើងប្រើឲ្យវាត្រូវគឺវាត្រូវបានជួយជាប្រយោជន៍ខ្លះក៏ប៉ុន្តែគេជៀសផុតពីរឿង AI នេះព្រោះវាជារឿងចង្រៃច្រើនណាស់អារឿង AI ហ្នឹងដោយសារវាចង្រៃអីព្រោះវាមិនមែនជាមនុស្សទេវាជាម៉ាស៊ីនហ្នឹងហើយឲ្យ AI ជួយធ្វើរឿងមួយឧទាហរណ៍រៀបចំផែនការបង្រៀនឬក៏ជួយធ្វើជាសភៅលំហាត់អីដែលយើងជាគ្រូបង្រៀនខ្ជិលឲ្យ AI ជួយទៅវាកែចំណាយពេលឬក៏ឲ្យ AI វិភាគតួលេខទិន្នន័យអីខ្លះមួយចំនួនដែលយើងពិបាកនឹងរកមកបានគ្រាន់តែជាគោលឲ្យយើងគ្រាន់តែមកជួយជាការសម្ងាត់ទេវាមិនមែនជាផ្លូវការអូខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថាបើតាមការឲ្យដឹងពី AI គឺកម្ពុជាមានសេដ្ឋកិច្ចលូតលាស់ឧទាហរណ៍អូគេថាអញ្ចឹងសម័យ Gen Z គេថាអញ្ចឹងឲ្យចេះខ្ពើមផងអស់លោកនៅស្រុកខ្មែរអង្កែបនៅក្នុងដងមែនហើយខ្ញុំសុំទោសខ្ញុំមិនចង់មើលស្រាលអីទេខ្ញុំថាបញ្ញវន្តបណ្ឌិតនៅស្រុកខ្មែរច្រើនណាស់ក៏ប៉ុន្តែនៅពេលដែលអស់លោកចាប់ផ្ដើមដូចឃើញ AI ហ្នឹងថាខ្លួនឯងចេះប្រើព្រោះអីកាលមុនលោកហ៊ុនសែនហ្នឹងគាត់ទៅប្រាប់ថាមន្ត្រីណាដែលមិនចេះប្រើ AI គឺលែងទាន់សម័យអីត្រូវតែចេះប្រើ AI មានតែមនុស្សល្ងង10គត់ទេដែលយក AI ជាកម្មវត្ថុនៃការធ្វើអ្វីហើយយកមកពឹងឲ្យគេដឹងអូអញ្ចឹងឧទាហរណ៍យើងទៅសាលារៀនស្រាប់ថាលោកគ្រូដាក់លំហាត់ឲ្យមួយឋានៈធ្វើតែងសេចក្តីមួយនិយាយអំពីនេះពីនោះអីអញ្ចឹងទៅតែងសេចក្តីពិភាក្សាអីអញ្ចឹងស្រាប់តែចេញមកវិញស្រាប់យកអាតែងសេចក្តីបានយ៉ាងល្អយកទៅដាក់ឲ្យលោកគ្រូកែហើយលោកគ្រូថាអូយល្អណាស់កូនតែងសេចក្តីអីក៏ប្រកែយ៉ាងនេះយើងទៅប្រាប់លោកគ្រូថា AI ជួយខ្ញុំនឹងខ្ញុំអត់ចេះផងតើយើងបានបន្ទុកប្រមាណបងប្អូនបើ0មានណាខ្ញុំឲ្យក្រុម0ទៀតកូនសិស្សបែបនេះព្រោះយើងអត់យកគំនិតបញ្ញាយើងយកមកប្រើឲ្យមកអួតប្រាប់ AI ខ្ញុំខកចិត្តខ្ញុំសុំទោសបងប្អូនខ្ញុំខកចិត្តមែនតើដោយសារអី AI នេះហើយវាមានប្រសិទ្ធភាពច្រើនយ៉ាងណាស់បងប្អូនក៏ប៉ុន្តែ AI នេះនៅសហរដ្ឋអាមេរិកមានមេធាវីរដ្ឋអាជ្ញាគេបញ្ឈប់ពីការងារច្រើនហើយដោយសារអីគេមិនខ្វល់រឿងយើងទៅពឹង AI ដើម្បីធ្វើ
ធ្វើសារណាធ្វើអីជាឯកជនដើម្បីជួយចងក្រងច្បាប់ជាជំនួយចំណេះដើម្បីឲ្យយើងយកមកបន្ថែមមិនមែនឲ្យ AI ធ្វើជាសារណាហើយយកទៅតតាំងក្តីនៅក្នុងសវនាការដើម្បីការពារក្តីបានន័យថាយើងរំលោភសិទ្ធិរបស់កូនក្តីរបស់យើងហើយយើងមើលងាយចំណេះជំនាញបញ្ញវន្តការចេះត្រេះរិះពិចារណារបស់ខ្លួនយក AI មកពឹងហើយអួតសិស្សនៅស្រុកអាមេរិកនេះហា100នាក់ទាំង100នាក់ទៅសួរគេទៅអ្នកណាតែយក AI មកប្រើគឺគេចាត់ទុកថាជាសិស្សចោលមកសៀតយើងប្រើអីក្រៅផ្លូវការបានប៉ុន្តែមិនអាចមកប្រាប់ជាផ្លូវការអញ្ចឹងបានទេម្ដងទៀតបងប្អូនណា AI មានប្រយោជន៍ច្រើនយ៉ាងណាស់មួងណារ៉េតនេះក៏ប្រើប្រាស់ AI នេះច្រើនដែរប៉ុន្តែមិនមែនប្រើរបៀបមន្ត្រី ACU ចេះទេខ្ញុំប្រើ AI ដើម្បីអីដើម្បីប្រមូលព័ត៌មានដើម្បីផ្ទៀងផ្ទាត់ប្រភពឧទាហរណ៍លោកក៏និយាយថាអញ្ចេះថាអ៊ុយក្រែនហ្នឹងបានទទួលជំនួយយោធាពីអាមេរិកប្រមាណលានដុល្លារគឺខ្ញុំនឹងពឹង AI ឲ្យប្រាប់មកថាព័ត៌មាននេះពិតកម្រិតណាប៉ុន្តែពេលដែល AI ចងក្រង AI ខ្ញុំមិនបានជឿ AI ទេគឺថាអូសារព័ត៌មាន Reuters គេរាយការណ៍តាក់ទងនឹងចំណុចហ្នឹងដែរហើយសារព័ត៌មាន The Guardian គេរាយការណ៍ពាក់ព័ន្ធនឹងចំណុចហ្នឹងហើយសេតវិមានគេរាយការណ៍គឺ AI ប្រមូលឲ្យយើងយកទៅមើលយកទៅអានហើយផ្ទៀងផ្ទាត់ម្ដងមួយគ្រាន់តែជួយយើងដើម្បីកុំឲ្យយើងដើររអូចោះ Reuters គេនិយាយរឿងអីអូចោះ Guardian និយាយរឿងអីណាវាជួយយើងប៉ុណ្ណឹងប៉ុន្តែមិនមែនបានន័យថាឲ្យយើងយកមកប្រើទាំងអស់ពឹងលើ AI ទេព្រោះខុសច្រើនណាស់ហើយទៅលោកយក AI យកមកពឹងបែបនេះឲ្យលោកមកមានមោទនភាពថាលោកជា Gen Z បានហើយ Gen Z បំផ្លាញ Gen Z គេធ្វើឲ្យ Gen Z ជំនាន់ក្រោយលែងរៀនបណ្ដោយស្អីក៏ AI តិចទៀតខួរយើងហ្នឹងគឺតទេស្អាតតែម្ដងគឺពឹង AI សុទ្ធសាធខ្ញុំសូមឲ្យមន្ត្រី ACU នេះចេញសេចក្តីថ្លែងការណ៍សុំទោសជាសាធារណៈថាមិនគួរណាដែលខ្ញុំធ្លោះធ្លួយនឹងប្រើភាសាថាពឹង AI ដើម្បីឆ្លើយតបទៅនឹងគេចោទអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយថាផ្ដាច់ការនោះទេអត់ណាបើគ្រាន់តែលោករៀបរាប់ពីច្បាប់មកដើម្បីតបទៅនឹងលោកខៀវកញ្ញរិទ្ធណាប្រាប់ថាអាហ្នឹងគឺនីតិវិធីគេអញ្ចេះគេរក្សាការសម្ងាត់ក្រុមគ្រួសារសាក់សីអីគេមិនទាន់ប្រាប់24ម៉ោង48ម៉ោងប្រាប់ទៅបញ្យលនីតិវិធីច្បាប់ទៅហេតុអីបានជាយក AI មកលើគោកដូចថាស្មោះត្រង់ពេកហើយអួតខ្លួនហ្នឹងថាខ្លួនបកកែខាង AI Gen Z ខ្ញុំថា0ហើយ Gen Z បែបនេះ0ហ្មងហើយទៅធ្វើការឲ្យក្រសួងទៀតចប់ហើយយើងមិនបាច់ពឹងអីទេលើកក្រោយតិចទៀតទៅបើឲ្យអ្នកនេះទៅបើកឡានឬបើកយន្តហោះប្រើ AI ហើយយើងអ្នកជិះចាំតែធ្លាក់ជ្រោះស្លាប់ព្រោះអីគេលែងប្រើបញ្ញាគេប្រើបញ្ញាសពនិមិត្តបងប្អូនដឹង AI នឹងអីទេគឺ intellectual artificial គឺ artificial intelligence បានន័យថាបញ្ញាសពនិមិត្តគឺជាការបង្កើតប្រឌិតអត់មែនរបស់ខ្លួនឯងទេសោកស្ដាយខ្ញុំតែយ៉ាងណាបងប្អូនខ្ញុំមិនសូវជាភ្ញាក់ផ្អើលអីដែរគ្រាន់តែថាជាសារប្រាប់មនុស្សនៅក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយហ្នឹងឲ្យដូររបៀបធ្វើការឡើងវិញរបស់អស់លោកកុំឲ្យរងការរិះគន់ទេហើយត្រូវប្រាប់អស់លោកថាអស់លោកជាកង្កែបនៅក្នុងដងហើយលោកអត់ដែលដឹងមេឃនេះធំប៉ុណ្ណាទេការប្រើ AI តាមលោកហ៊ុនសែនចង់ឲ្យមន្ត្រីចេះប្រើ AI ហ្នឹងខ្ញុំក៏មិនជឿថាលោកហ៊ុនសែនឲ្យយើងទាំងអស់គ្នាទៅប្រើ AI ផ្ដេសផ្ដាស់អញ្ចឹងដែរគេឲ្យជួយស្អីស្ងាត់ទៅគ្រាន់ជួយសម្រួលការងារបន្តិចទៀតបើអស់លោកប្រើ AI នៅក្រសួង ACU ហ្នឹងត្រូវការមនុស្សតែ2នាក់ធ្វើការទេគ្រួសាររបស់លោកអោមយន្តទៀងមកសបុកហ្នឹងក៏ត្រូវតែជំរុះចោលដែរព្រោះអី AI ជួយអស់ហើយអីទៅបំផ្លាញប្រាក់ខែរបស់មន្ត្រីរាជការរបស់ប្រជាពលរដ្ឋដែលពិបាកចង់ងាប់ហ្នឹងទុកនៅតែ2នាក់បានហើយ3នាក់បានហើយស្អីប្រើតែ AI ស្រាវជ្រាវទៅចប់ហើយមិនចាំបាច់ប្រើមនុស្សទៅអីអស់លោកនឹងភ័យខ្លួនទៀតអារឿងហ្នឹងតិចទៀត AI ជំនួសក្រសួង ACU នៅតាមម្នាក់អីឈ្មោះថាស្អីជាតំណាងឲ្យ Gen Z ហ្នឹងទៅហើយចប់តែប៉ុណ្្នឹងទៅខកចិត្តមែនតើខ្ញុំម្ដងទៀតមិនផ្ដាច់មនោសញ្ចេតនាបងប្អូនមិនឲ្យរៀនពី AI ទេរៀនទៅប៉ុន្តែត្រូវយក AI ប្រើប្រាស់ឲ្យមានប្រយោជន៍យើងអា AI ហ្នឹងជាបញ្ញាសពនិមិត្តដែរយើងត្រូវប្រើអាបញ្ញាពិតរបស់យើងហ្នឹងដើម្បីគ្រប់គ្រងបញ្ញាសពនិមិត្តហើយកុំឲ្យអាបញ្ញាសពនិមិត្តហ្នឹងคล้ายទៅជាស្អីត្រីមុខដឹកមុខយើងអញ្ចឹងអត់កើតទេអត់ត្រូវធ្វើអញ្ចឹងទេហើយភាសានេះខ្ញុំស្នើឲ្យក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយដកសាររបស់លោកចិនស៊ីនេះចេញឥឡូវផ្សាយបាន2ម៉ោង3ម៉ោងហើយដកចេញទៅអាម៉ាស់គេណាខ្ញុំមិនមែនចង់ថាអូទៅលើកមុខមាត់ ACU ស្អីទេ
លលាយក៏ឆាប់ក៏ល្អដែរព្រោះអីអស់លោកបកពួកនិយមបកមិនដែលប្រយុទ្ធប្រឆាំងអំពើពុករលួយបានប្រយោជន៍ឯណាទេបើបានមិនមែនឆោបោកអនឡាញក៏ក្រើកពេញផ្ទៃប្រទេសអញ្ចឹងទេព្រោះឲ្យសារអំពើពុករលួយដែលលោកអ្នកគប់ទប់ស្កាត់មិនបាននឹងឯងហើយមានអា ACU នេះ100ទៀតក៏អត់អាចទៅទប់អំពើពុករលួយស្រុកខ្មែរបានដែរដោយសារប្រព័ន្ធដឹកនាំរដ្ឋវាអញ្ចឹងអ្នកឯងធ្វើឲ្យតែបានមកយកទៅសងឲ្យតែគ្រប់កិច្ចទៅគេឲ្យចាប់ទៅវាអត់មានជាប្រព័ន្ធមួយដែលថាត្រូវតែប្រយុទ្ធប្រឆាំងអត់មានការលើកលែងវាអត់មានការលើកលែងនឹងកើតទេវាត្រូវតែលើកលែងឲ្យតែបកពួកមន្ត្រីរបស់អស់លោកទាល់តែអ្នកណាដែលត្រូវឆ្កាស់ត្រូវក្តិចត្រូវធ្វើមួយដើម្បីជាគំរូអាហ្នឹងបានធ្វើអានេះគឺជារឿងសច្ចានុម័តទេមិនមែនជារឿងការវិភាគសង្កេតរបស់មុងណារ៉េតអីណាទេគឺវាអញ្ចឹងឯងប្រព័ន្ធផ្ដាច់ការគឺជួយគ្នាទៅទប់គ្នាឲ្យអ្នកណាត្រូវធ្វើមួយទៅកុំឲ្យស្ងាត់ស្រុកវាអត់មានធ្វើចឹងទេបើប្រព័ន្ធគេស្រួលបួលប្រជាពលរដ្ឋហ្នឹងក៏ជាអ្នកដែលចាប់អ្នកដែលពុករលួយនឹងបានដែរព្រោះគេរាយការណ៍ទៅសារព័ត៌មានរាយការណ៍ទៅប៉ូលីសទៅគេចាប់បានប៉ុន្តែឥឡូវសារព័ត៌មានឯករាជ្យក៏អត់អស់លោកធ្វើការយ៉ាងម៉េចហ្នឹងហើយទៅដាក់ឆ្លប់យកការទៅស៊ើបអង្កេតទៅរកផ្ទះអង្គញាមហាមន្ត្រីណាបើគេមិនបាញ់បែកក្បាលទេខ្ញុំចង់ភ្នាល់មកប៉ះស្អីត្រីភាពប៉ះអង្គញាលីយងផាត់ប៉ះហ៊ុនតូអីទៅអស់លោកសាកទៅបើមិនចែកជើងគ្នារនៅស្រុកខ្មែរអត់បានទេខ្ញុំសឹងតាភ្នាល់ដាក់អីទៀតផងហើយយើងទៅធ្វើអីខ្ញុំមិនបន្ទោសទេប៉ុន្តែអស់លោកធ្វើការមិនកើតទេព្រោះអីអស់លោកនៅក្រោមប្រព័ន្ធដូចខ្មែរក្រហមអញ្ចឹងតែយើងទៅតវ៉ាទៅចាប់មេដឹកនាំយកមកដាក់គុកអស់លោកហ្នឹងគេយកទៅជើងឯកបាត់ហើយសម្លេះចោលបាត់ហើយមានអីនៅទៀតហើយបើអស់លោកភ័យខ្លាចអញ្ចឹងអស់លោកធ្វើការកើតដែរការសម្រេចក្តីដោយយុត្តិធម៌គឺដោយសារមានអាណាលុះក្រោមអធិពលអនាគតិ4យ៉ាងហ្នឹងគឺអស់លោកកាត់ក្តីមិនយុត្តិធម៌ទេចៅក្រមនឹងទាំងក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវតែវាចាកនឹងអគតិទាំង4គឺអីអគតិទាំង4ហ្នឹងមានអាភយាកភយាកតិមានអាមโนកតិមានអាតោសាកតិមានអាស្អីហ្នឹងគឺបាននៃការលំអៀងដោយការខ្លាចភយាកតិគឺយើងមានអាភ័យក្នុងខ្លួនហ្នឹងអូហ៊ានតែកាត់ទោសអ្នកធំចប់បដ ாய் អស់ការងារអស់តំណែងស្លាប់ខ្លួនស្លាប់គ្រួសារមិនអាចនឹងយកកូនមកសបុកមកដាក់នៅក្នុងក្រសួងអីមួយបានចឹងទៀតតែយើងទៅធ្វើអីកើតលំអៀងដោយការស្អប់ជួនកាលស្អប់ពួកប្រឆាំងពួកអីយកធ្វើបាបតែគេចឹងទៅដល់ពេលលំអៀងដោយការស្រឡាញ់តែក្រុមគ្នាឯងហ្នឹងអត់ដែលកាត់អីកើតទេអត់ដែលដោះស្រាយអីវាអត់ទៅរួចទេព្រោះអីការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវការច្រើនណាស់ទី1ស្ថាប័នអំពើពុករលួយរឹងមាំទី2ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់គ្រាន់អាចនិយាយអីបរិហាគេមន្ត្រីហើយអត់មានការធ្វើទុកបុកម្នេញទី3គឺក្រសួងព័ត៌មានបណ្ដាញសារព័ត៌មានឯករាជ្យទី4អង្គការសង្គមស៊ីវិលឯករាជ្យសិទ្ធិមនុស្សសេរីភាពយើងអត់មានទាំងអស់ហ្នឹងហើយយើងទៅធ្វើយ៉ាងម៉េចបើអាសសរស្ដំទាំងអស់ដូចផ្ទះអញ្ចឹងមានសសរ4យ៉ាងហោចក៏ឲ្យវាឈរនឹងយ៉ាងហោចក៏3ដែរបើអត់4យើងប្រើអាមុំចក្រាន3ក៏ធ្វើអីមួយវានៅនឹងចឹងបានដែរព្រោះវាជ្រងតែមានតែ2ឥឡូវយើងមានតែ1ហ្នឹងអត់ទាំងមានផងហ្នឹងតើទៅសង់ផ្ទះយ៉ាងម៉េចខ្ញុំកំពុងតែឆ្ងល់វាអត់មានឈរកើតទេហើយលោកប៉ាងវន្ទៀងធ្វើតតែអស់សក់ពីក្បាលទៀតក៏អត់បានប្រយោជន៍អីដែរខ្ញុំសរសើរខំប្រឹងណាស់លោកអត់សម្រាកទេធ្វើតាំងពីនៅក្មេងខ្ចីមុខកភើសក់ពេញក្បាលឥឡូវសក់ក៏អស់ក៏ចាស់ជ្រឿជ្រួញជរាព្យាធិឲ្យលោកនៅតែបន្តទៀតបានន័យថាលោកជួយជាតិនេះប៉ុន្តែលោកជួយស្លាប់ខ្លួនព្រោះលោកជួយទូកដែលកំពុងលិចហើយទៅវាអត់មានអ្នកណាជួយបិទឲ្យលិចផងឲ្យលោកចៅដាច់ខ្យល់ងាប់នេះតើលោកនឹងទៅចៅដល់ត្រឹមណាក្រៅតែពីលិចទៅជាមួយទូកហ្នឹងឥឡូវបន្តទៅទៀតបងប្អូនរដ្ឋមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសចេញដំណើរទៅតុលាការព្រហ្មទណ្ឌអន្តរជាតិទៅប្តឹងថៃទាដីរឿងឈ្លានពានកម្ពុជាខ្ញុំបានសម្ភាសលោកអ៊ុំសំអានម្សិលមិញហើយដែលជាមន្ត្រីកិច្ចការមិនម្សិលមិញថ្ងៃមិញដែលខ្ញុំចាក់ផ្សាយឲ្យបងប្អូនទៅមើលវីដេអូហ្នឹងខ្ញុំផ្សាយទាំងនៅក្នុង Facebook នេះនិងនៅក្នុង YouTube អំពីបទសម្ភាសជាមួយលោកអ៊ុំសំអានតាក់ទងនឹងរឿងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដែលនឹងយកឯកសារ dossier ភស្តុតាងយកទៅដាក់ជូនតុលាការនេះនៅថ្ងៃទី24ខែកញ្ញានេះសូមទោសខែសីហានេះនៅទៅជាមួយនឹងគណៈប្រតិភូរបស់រដ្ឋាភិបាលក្រៅប្រទេសមានអ្នកស្រីទឹកកំហ៊ុនមានលោកអ៊ូសាម៉ាឌីមានលោកស្រីលីនដាអ៊ូអីចឹងទៅទាំងអស់គ្នាហ្នឹងគឺគាត់សម្រុកទៅទីនោះទៅតាមការកោះអញ្ជើញរបស់រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីប្តឹងថៃ
ពីរឿងឈ្លានពានដែនអធិបតេយ្យកម្ពុជាខ្ញុំគ្មានអីក្រៅពីជូនពរពួកគាត់ឲ្យជោគជ័យទេព្រោះរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែមិនប្តឹងទេគឺមករករឿងអ្នកប្តឹងនឹងទៀតព្រោះឲ្យក្រុម MMO មកជេរប្រសាចអ្នកណាដែលចង់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិហ្នឹងគឺជេរគ្រប់គ្នាថាយើងនឹងសើចោលមកទៀតសើយើងនឹងល្ងងទូបាទតែខ្លួនឯងនឹងអត់ប្តឹងលិខិតសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលក្រៅប្រទេសដែលចេញថ្ងៃ20ម្សិលមិញហ្នឹងគឺថាតំណាងរដ្ឋាភិបាលឯករាជ្យ$23នឹងទៅផ្ដល់សក្ខីកម្មឬក៏បញ្យលបន្ថែមពាក់ព័ន្ធនឹងបណ្ដឹងរបស់រដ្ឋាភិបាលនេះនៅក្នុងជំនួបជាមួយតំណាងនៃការិយាល័យរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិនៅថ្ងៃទី24ខែសីហាតាមការគ្រោងទុកជំនុំនេះនឹងធ្វើឡើងនៅការិយាល័យរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនៅក្រុងឡាអេប្រទេសហូឡង់តំណាងរដ្ឋាភិបាលកម្ពុជា$23ឯករាជ្យនេះដែលទៅមានលោកស្រីថឹកកំហ៊ុនប្រធានស្ថាប័នកិច្ចការបរទេសនិងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីទី2គឺលោកអ៊ុំសំអានប្រធានស្ថាប័នអធិបតេយ្យជាតិព្រំដែននិងអន្តោប្រវេសន៍ទី3គឺលោកអ៊ូសាម៉ាឌីប្រធានស្ថាប័នប្រជាធិបតេយ្យយុត្តិធម៌សង្គមនិងសិទ្ធិមនុស្សនិងទី4លោកស្រីអ៊ូលីនដាអនុប្រធានស្ថាបនិកស្ថាប័នកិច្ចការបរទេសនិងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីបាទខ្ញុំស្លេះរឿងនេះប៉ុណ្ណេះខ្ញុំគ្មានអីក្រៅពីជូនពរគាត់ឲ្យជោគជ័យទេបាទបន្តទៅទៀតគឺស្ងាត់ចេញវិសោធនកម្មច្បាប់បោះឆ្នោតឃុំសង្កាត់ដើម្បីអំណាចប្រមូលផ្ដុំកាន់តែខ្លាំងជាងមុនអញ្ចឹងយើងទៅគេកែស្អីគេកែច្បាប់បោះឆ្នោតហ្នឹងដើម្បីឲ្យអ្នកណាឈ្នះតែបន្តិចបន្តួចចង់និយាយថាអាកតុយកាលមុនដូចថាបកណាឈ្នះអញ្ចឹងសល់កតុយអីបានបរិរងអីយកទៅបានតំណែងក្រុមប្រឹក្សាឃុំសង្កាត់ជំទប់នេះជំទប់នោះអីសោះឥឡូវអត់ទេឲ្យតែអ្នកណាឈ្នះតែ50+1យកទាំងអស់ហ្មងអត់មានកែអីឲ្យប្រសើរកែឲ្យតែអន្តរាយអញ្ចឹងខ្ញុំកំពុងតែឆ្ងល់បាទ50+1ខ្ញុំមិនសូវឆ្ងល់ទេព្រោះអី50+1ហ្នឹងគឺវាសមស្របដើម្បីរៀបចំរដ្ឋាភិបាលកុំឲ្យនៅគាត់ជាប់កាំងយូរពេកប៉ុន្តែដល់ពេលយើងយកអ្នកបោះឆ្នោតដល់ពេលអានៅសល់កតុយប្រមាណចាប់ផ្ដើមប្រមូលឲ្យអ្នកឈ្នះទាំងអស់អត់ឲ្យគ្នាអ្នកបានសម្លេងខ្លះដើម្បីយកមកផ្សំផ្គុំគ្នាដើម្បីជួយតែអាហ្នឹងបង្រួមជាតិស្អីគេនោះអានេះគឺជាការបង្រួមបកទេនេះតែណាហើយខ្ញុំមើលទៅឃើញសេចក្តីថ្លែងការណ៍របស់គណៈបកកម្លាំងជាតិគាត់ចេញចេះខ្ញុំចង់ឲ្យគាត់ស្ដាប់ពួកគាត់បកស្រាយវិញតើគណៈបកកម្លាំងជាតិយល់ថាការកែធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលគុំសង្កាត់ហ្នឹងវាមានបញ្ហាអីនេះជាសេចក្តីថ្លែងការណ៍របស់គណៈបកកម្លាំងជាតិស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលគុំសង្កាត់គណៈបកកម្លាំងជាតិសូមសម្ដែងនៅការសោកស្ដាយហើយក៏មិនគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលគុំសង្កាត់ដែលកែប្រព័ន្ធគ្រប់គ្រងរដ្ឋបាលគុំសង្កាត់ដោយរដ្ឋសភាកាលពីថ្ងៃទី20ខែសីហាឆ្នាំ2026នេះបន្ទាប់ពីបានសិក្សានិងពិនិត្យយ៉ាងល្អិតល្អន់មកគឺសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលគុំសង្កាត់ត្រង់មាត្រា33 34 35និង38គណៈបកកម្លាំងជាតិយល់ឃើញដោយខាងក្រោមទី1ផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញកម្ពុជាកំណត់យ៉ាងច្បាស់អំពីការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យសេរីពហុបកការកែប្រែបែងចែកតំណែងថ្នាក់ដឹកនាំឃុំសង្កាត់ក្នុងមាត្រា33ថ្មីនិងមាត្រា34ថ្មីគឺអនុញ្ញាតឲ្យគណៈបកភាគច្រើនលើសលប់ទទួលបានតំណែងខ្ពស់ទាំងអស់ឬភាគច្រើនដែលជាការបង្រួមលំហនយោបាយពហុបកថយចុះមកត្រឹមទម្រង់ដឹកនាំបែបឯកបកនៅថ្នាក់មូលដ្ឋានទី2ការចុះថយនៃប្រព័ន្ធត្រួតពិនិត្យនិងតាមដានគឺដំណាភាពច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ដែលមានស្រាប់មានគោលបំណងបង្កើតឲ្យមានដំណាភាពតាមរយៈការបែងចែកអំណាចរវាងឃុំសង្កាត់និងជំទប់ចៅសង្កាត់រងមកពីគណៈបកផ្សេងគ្នាការប្រមូលផ្ដុំតំណែងសំខាន់ឲ្យទៅតែគណៈបកតែមួយធ្វើឲ្យបាត់បង់យន្តការត្រួតពិនិត្យនិងតុល្យភាពអំណាចក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិដែលងាយប្រឈមនឹងអំពើពុករលួយនិងបកពួកនិយមទី3ការបាត់បង់តំណែងរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅក្នុងបរិបទនយោបាយបច្ចុប្បន្នដែលគណៈបកប្រឆាំងនិងគណៈបកតូចកំពុងប្រឈមនឹងសម្ពាធជំទឹះការកាត់បន្ថយតំណែងជំទប់និងការកែប្រែរូបមន្តបែងចែកនេះនឹងធ្វើឲ្យសម្លេងឆ្នោតរបស់ប្រជាពលរដ្ឋរាប់សែននាក់ដែលបានបោះឆ្នោតជូនគណៈបកភាគតិចត្រូវបាត់បង់តំណែងនិងគ្មានឥទ្ធិពលក្នុងការចូលរួមអភិវឌ្ឍនិងការសម្រេចចិត្តនានាក្នុងឃុំសង្កាត់របស់ខ្លួនទេទី4ការប៉ះពាល់ដល់ដំណើរការវិមជ្ឈការគោលនយោបាយវិមជ្ឈការនៅកម្ពុជាត្រូវបានបង្កើតឡើងដើម្បីផ្ទេរអំណាចនិងការសម្រេចចិត្តជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានក៏ប៉ុន្តែវិសោធនកម្មនេះហាក់បីដូចជាមានបញ្ហាចំពោះរឿងនេះហើយដូច្នេះសរុបសេចក្តីមកគឺគណៈបកកម្លាំងជាតិសូមអំពាវនាវដោយខាងក្រោមឲ្យរដ្ឋាភិបាលរដ្ឋសភា
ពិចារណាសាររើវិញចំពោះវិសោធនកម្មច្បាប់នេះទី2ព្រឹទ្ធសភាក្រុមប្រឹក្សាធម្មនុញ្ញថ្នាក់ផ្អាកដំណើរការអនុម័តសេចក្តីព្រាងច្បាប់វិសោធនកម្មនេះដើម្បីរក្សាទុកនៅបញ្ញត្តិនៃច្បាប់ចាស់ឬបើកឲ្យមានការពិគ្រោះយោបល់ជាសាធារណៈឲ្យបានទូលំទូលាយជាមួយគ្រប់ភាគីនយោបាយអង្គការសង្គមស៊ីវិលនិងអ្នកជំនាញច្បាប់សម្ដៅលើការធានាឲ្យមានការគោរពឆន្ទៈម្ចាស់ឆ្នោតទី3គឺសហគមន៍អន្តរជាតិនិងដៃគូអភិវឌ្ឍសូមបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើការប្រែប្រួលនៃក្របខ័ណ្ឌច្បាប់និងស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាដើម្បីជួយជ្រោមជ្រែងឲ្យកម្ពុជាដើរលើផ្លូវប្រជាធិបតេយ្យសេរីពហុបកពិតប្រាកដនិងទី4ចុងក្រោយជូនចំពោះប្រជាពលរដ្ឋម្ចាស់ឆ្នោតសូមបន្តប្រកាន់ខ្ជាប់ស្មារតីប្រជាធិបតេយ្យតាមដានដំណើរការកសាងច្បាប់នេះដោយយកចិត្តទុកដាក់និងរួមគ្នាសម្ដែងមតិដោយសន្តិវិធីដើម្បីការពារសិទ្ធិនិងសម្លេងរបស់ប្រជាពលរដ្ឋរបស់ខ្លួនសុំភ្លើងយ៉ាក់ហើយព្រោះអីតាគេទៅហើយតាសភាគេទៅព្រឹទ្ធសភាគេទៅរដ្ឋក្រុមប្រឹក្សារដ្ឋធម្មនុញ្ញហ្នឹងទៅចបៃទាំងត្រព្រោះឯកបៈគេធ្វើតែអញ្ចឹងតានេះហើយដែលបង្កើតឲ្យមានរបៀបដឹកនាំរដ្ឋបែបផ្ដាច់ការតែណោះហើយបងប្អូនប្រជាពលរដ្ឋហ្នឹងគឺជារាសម្ចាស់ឆ្នោតបើគណៈបកប្រជាជនកម្ពុជាធ្វើអញ្ចឹងហើយចង់ឲ្យគាត់កែឈប់បោះឆ្នោតឲ្យគាត់ទៅបោះឆ្នោតឲ្យគណៈបកផ្សេងមកសាទៅអាហ្នឹងគឺជាការតស៊ូមតិដោយសន្តិវិធីមិនចាំបាច់ប្រើអាវុធមិនចាំបាច់ប្រើអំពើហិង្សាអីទេសន្លឹកឆ្នោតមកសន្លឹកកុំបោះឆ្នោតឲ្យគណៈបកកាន់អំណាចគឺគាត់កែហើយព្រោះអីក៏អត់មានសម្លេងដើម្បីបង្ក្រាបប្រជាពលរដ្ឋបានគាត់កែបើនៅបោះឲ្យគាត់ទៀតគឺគាត់ធ្វើអញ្ចឹងទៀតដូច្នេះបងប្អូនហេតុអីបានជាយកទៅសរង1 5 ឆ្នាំយកទៅលុយដែលគេឲ្យយកទៅសរងកអីយកទៅប៉ុន្តែកុំមាត់ទៅដល់ថ្ងៃហ្នឹងកុំបោះឲ្យគាត់តែម្ដងគូសស្លឹកឆ្នោតឲ្យគណៈបកប្រឆាំងឬក៏គណៈបកណាដែលខ្លួនគិតថាមិនមែនគណៈបកកណ្ដាលអំណាចទៅចប់ហើយកុំនៅផ្ទះឲ្យសោះត្រូវនាំគ្នាទៅបោះឆ្នោតឲ្យគេលួចអីលួចប៉ុន្តែយ៉ាងហោចណាស់ក៏បានគូសកុំឲ្យគណៈបកប្រជាជនដឹងខ្លួនថាណែគណៈបកដែលគេធ្លាប់យើងគ្រប់គ្រងយើងមកពីមុនឥឡូវគេឈប់គូសឲ្យរៀងចាលបើអត់ចឹងទេគាត់ជិះសេះលែងដៃបានហើយអាហ្នឹងខ្ញុំផ្ដាំទៅបងប្អូនបន្តទៅទៀតតកតងនឹងរឿងសហព័ន្ធសហជីពកម្ពុជាក្រុងតវ៉ាទារប្រាក់ឈ្នួល$250សម្រាប់ឆ្នាំ2027ខ្ញុំឃើញបងប្អូនសហជីពយើងឃើញនាំគ្នាប្រកបប្រកាសដើម្បីឲ្យបងប្អូនកម្មករចូលក្នុងសហជីពបង្កើតសហជីពឬក៏បញ្ចេញមតិតវ៉ាអី$250ទិញតែកតុកក៏នៅតែអត់បានផងបងប្អូនកុំថាឡើយដល់ទៅទិញរបស់របរអីបានច្រើនប៉ុន្តែធ្វើម៉េចស្រុកខ្មែរគ្នាសុំតែស្នើថាសហព័ន្ធសហជីពកម្ពុជាហៅថាកាទូហ្នឹងគឺឥឡូវកំពុងតែលើកទឹកចិត្តឲ្យកម្មករទាំងអស់គ្នាជួយជ្រោមជ្រែងសហជីពដែលតវ៉ាដើម្បីឲ្យបានប្រាក់$250សម្រាប់ឆ្នាំក្រោយឆ្នាំនេះប្រាក់ឈ្នួលសពថ្ងៃអបបរមាហ្នឹងគឺបានតែអតិបរមាហ្នឹងបាន210ហ្នឹងឥឡូវគាត់210ក៏សុំឲ្យ250ចុះឥឡូវគេឡើងអីគ្រប់យ៉ាងហើយចាំមើលសហជីពដែលទារឡើងហ្នឹងគឺអត់ដែលឈ្នះសម្លេងសហជីពដែលទារឲ្យចុះទេចង្រៃមែនតើស្រុកខ្មែរចាំមើលអ្នកណាដែលធ្វើជាតំណាងឲ្យសហជីពការពារសិទ្ធិកម្មករហើយដល់ពេលឲ្យកម្មករគ្នាតវ៉ាដើម្បីបានឡើងលុយបែរទៅជាការពារថៅកែថាកុំឲ្យឡើងលុយប្រយ័ត្នចុះនរកខ្ញុំអត់ដឹងទេព្រោះយើងការពារកម្មករតើតែយើងឲ្យកម្មករឡើងលុយបើយើងឲ្យធ្លាក់លុយបានន័យថាយើងក្បត់កម្មករកុំធ្វើសហជីពជាឆ្អឹងទៅកគេអញ្ចឹងចង្រៃណាស់អញ្ចឹងបងប្អូនត្រូវមើលសហជីពដែលទុកចិត្តគឺមានសហជីពការទូរបស់អ្នកស្រីយ៉ាងសុភ័ណ្ឌសហជីពរបស់កញ្ញាឈឹមស៊ីធ Nagavel នោះបុគ្គលិកកម្មករសហជីពរបស់លោកស្រីអ៊ូទេផលីនចំណីអាហារសេវាកម្មទេសចរអីកម្ពុជានោះលោកអាត់ធុនអីអញ្ចឹងទៅឬក៏ខុនថារ៉ូអីដែលជួយគ្នានឹងវុនពៅអីជួយមើលមានតែមកតបស្វាហ្នឹងទេក្រៅពីហ្នឹង6000ទៀតឆាចោលសិតតែ10មួយយួរទេបាទឥឡូវបន្តទៅទៀតបងប្អូនថៃនាំគ្នាដាំដើមឈើនៅច្រកអានសេះដែលជានៅលើទឹកដីខ្មែរបងប្អូនប្រឹងនាំគ្នាដោះស្រាយតែបញ្ហាអត់ប្រយោជន៍មួយចំនួននៅជជែកគ្នាវ៉ែឲ្យកុំប្តឹងថៃទៅតុលាការព្រំដែនអន្តរជាតិតែយ៉ាងណាបានរដ្ឋាភិបាលក្រៅប្រទេសជួយរៀងធូរចិត្តតិចថៃគេយកដូងមកដាំនៅច្រកអានសេះទៀតយកដើមឈើដូចអីដាំពេញដីខ្មែរហ្នឹងគេដាំឲ្យដោះទៅដីគេហើយយើងនៅដេកចាំហ្នឹងទៅថ្ងៃមុននោះយកដូងមករាប់ឡានយកទៅដាំនៅប្រាសាទខ្នាគេធ្វើការហេដ្ឋារចនាសម្ព័ន្ធអស់ហើយយើងតវ៉ាមិនទទួលយកឈ្លានពានស្រែកដាច់ខ្យល់ស្លាប់កុំប្តឹងបន្តទៅទៀតបងប្អូនរឿងស្អប់ជាតិសាសន៍ថៃចង្រៃដល់ការស្អប់គ្នាជាប្រព័ន្ធថ្ងៃនេះខ្ញុំបានប្រាប់បងប្អូនច្រើនលើកច្រើនគ្រាហើយថាថៃនិងខ្មែរឆ្លោះគ្នាស្អប់អ្នកនយោបាយនិងយោធាកុំស្អប់ប្រជាពលរដ្ឋថៃកុំស្អប់ប្រជាពលរដ្ឋខ្មែរដូចគ្នាតែយើងបង្កើតសម្អប់នេះគឺយើងនឹងឆ្លោះគ្នាគ្មានទីអវសានទេហើយយើងត្រូវចាំថានេះគឺជារឿងគ្រោះថ្នាក់ណាស់ដែលយើងឆ្លោះគ្នាជាជាតិសាសន៍ឥឡូវនេះគឺមានរឿងនឹងកើតឡើងហើយនៅភ្នំពេញហ្នឹងគឺ
មានខ្មែរយើងមួយក្រុមគាត់ទៅថតរូបសម្លៀកបំពាក់សំអាងការសំអាងអីនៅអនតែលមួយដែលស្ត្រីម្នាក់គាត់ទៅស្នាក់នៅហ្នឹងហើយដោយសារតែស្ត្រីហ្នឹងគាត់ចេះភាសាថៃមិនដឹងហេតុអីបានជាគាត់និយាយភាសាថៃទៅបងប្អូនខ្មែរហើយចឹងអ្នកទាំងអស់គ្នាគឺគ្រាន់តែឃើញថៃមកនិយាយអីតាក់ទងនឹងការថតសំអាងការគឺរករឿងមកថាថៃនឹងចង្រៃមកចង់ទប់ស្កាត់សិល្បៈវប្បធម៌ខ្មែរអីហ្នឹងឃើញយើងរើសអើងគ្នាមកអំពេចទៅចោទគាត់ថាជាជនជាតិថៃចង្រៃររឿងគាត់ឲ្យអាជ្ញាធរចាត់ការអីអញ្ចឹងទៅរារាំងដល់តែពេលលោកជួននរិនទៅស៊ើបអង្កេតរឿងហ្នឹងគាត់ថាស្ត្រីដែលប៉ះសម្ដីគ្នាជាមួយក្រុមសំអាងការនោះមិនមែនជនជាតិថៃទេគឺជាជនជាតិអៀតឡង់ខាងជើង North Island Islander ហើយឃើញបងប្អូនឃើញឆ្លោះគ្នាគឺយើងស្អប់ជាតិសាសន៍ឥឡូវទៅចង្រៃដល់ជនជាតិអៀតឡង់ហ្នឹងដែលយើងចោទគាត់ថាជាថៃដោយសារតែយើងស្អប់គ្នាជារបៀបជាតិសាសន៍បងប្អូនកុំដល់ថ្នាក់ហ្នឹងពេកថៃរឿងលួចវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដូនតាខ្មែរកុំថារឿងថៃលួចយើងឬមិនលួចយើងថៃលួចរបស់យើងអស់វាច្រើនហើយប៉ុន្តែសំខាន់តើយើងជាម្ចាស់ផ្ទះយើងអាចការពារសេចក្តីថ្លៃថ្នូរសិលធម៌វប្បធម៌របស់យើងបានប៉ុណ្ណាហើយពង្រឹងកុំតែយើងពុលតាមវប្បធម៌ពាលារបស់គេទៅបានហើយយើងកុំលិចលើលិចក្រោមថើបបើកមាត់គ្នាតាមបណ្ដាញសង្គមដោយថាពាលាអាវ៉ាសែហើយយើងនាំគ្នាពង្រឹងការស្លៀកហូលភមួងខ្មែរខោចៅខោអីហ្នឹងឲ្យបានច្រើនទៅអាហ្នឹងហើយជាការរក្សាសិល្បៈប៉ុន្តែមិនមែនឲ្យធ្វើអញ្ចឹងគ្រប់ពេលប៉ុន្តែកុំឲ្យវាភ្លើតភ្លើនហួសខ្នាតហើយកុំស្អប់ជាតិសាសន៍យើងដោយសារតែយើងមានមន្ទិលគំនិតមួយគឺខ្មៅកខ្វក់ថាឲ្យតែថៃនិយាយអីភាសាថៃប៉ះពាល់នឹងសំអាងការខ្មែរឬសម្លៀកបំពាក់ខ្មែរច្បាស់ឲ្យគេរករឿងមិនឲ្យយើងស្លៀកគ្មាននរណាម្នាក់ជាថៃជាអីមកទប់អានឹងបានទេព្រោះបេតិកភណ្ឌវប្បធម៌ខ្មែរការពារដោយខ្មែរ18លាននាក់តែដល់យើងស្អប់គុំថៃឲ្យតែណានិយាយភាសាថៃក៏អត់បានបងប្អូនបើយើងធ្វើដូច្នេះខ្មែរយើងនឹងខ្លាយទៅជាជាតិសាសន៍ដ៏អន់ថយណាស់មិនអាចធ្វើអញ្ចឹងកើតទេទៅឆ្លោះគេឲ្យជាភ្ញៀវទេសចរជនជាតិអៀតឡង់ថាថៃអីចឹងទៅចោតប្រកាន់គ្នាប៉ុណ្ណឹងគ្នាបាក់ស្បាតហើយលែងហ៊ានមកទេសចរនៅស្រុកខ្មែរទៅប្រាប់គ្នាគាត់មកវងទៀតតើយើងនឹងខាត់បងអីយើងចង់បានការពារប្រពៃណីទំនៀមទម្លាប់វប្បធម៌ការពារចោះអត់អីទេខ្ញុំសរសើរប៉ុន្តែកុំឲ្យរើសអើងជាតិសាសន៍បាទឥឡូវតាមមកគឺខាងក្រសួងខាងលោកជុននរិនថាអ្នកស្រីនោះឈ្មោះថា Thompson Annabella អាយុ55ឆ្នាំស្នាក់នៅសន្តាគារដែលមានបញ្ហាខាងលើហើយគាត់ថាខាងហ្នឹងគាត់ស្វឹងហើយរងចាំចដៅយន្តយូរពេកក៏ងាកទៅនិយាយជាមួយក្រុមអ្នកសំអាងការជាភាសាថៃនិងអង់គ្លេសពេលនោះក៏ប៉ះសម្ដីគ្នាដោយក្រុមអ្នកសំអាងការខ្មែរហ្នឹងស្មានតែស្ត្រីនោះជាជនជាតិថៃបានថតបង្ហោះលើបណ្ដាញសង្គមឲ្យអីចឹងទៅហើយផ្អើលជាតិសាសន៍យើងមិនចឹងបងប្អូនជាតិសាសន៍យើងមិនបានទៅជាអញ្ចឹងស្រឡាញ់ចោះអត់អីទេការពារវប្បធម៌ប៉ុន្តែកុំឲ្យអូសទូកឲ្យល្អានចាប់ត្រីបានឲ្យល្អទឹកបងប្អូនបាទព័ត៌មានបញ្ចប់គឺអភិបាលក្រុងឡុងបិចទទួលបដិសណ្ឋារកិច្ចអ្នកអង្គម្ចាស់ក្សត្រីនរោត្តមចេណាបាទម្សិលមិញនេះគឺខ្ញុំនៅសាលាក្រុងឡុងបិចមិនបានចូលរួមទទួលព្រះអង្គអ្នកអង្គម្ចាស់ស្ត្រីចេណាដែលគេហៅពនាងតូចចេណានេះទេគឺខ្ញុំរវល់ការងារហើយណាមួយអភិបាលក្រុងឡុងបិចនេះគឺគាត់បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅដែលនៅក្នុងបដា screen ធំដែលកញ្ចក់ធំដែលដាក់នៅក្នុងកន្លែងទទួលភ្ញៀវសាលាក្រុងឡុងបិចហ្នឹងមានរូបរបស់ពនាងតូចចេណាហ្នឹងនៅហ្នឹងមានសារស្វាគមន៍អីយ៉ាងកក់ក្ដៅតាមពិតគឺអ្នកណាគេជាពនាងតូចចេណាហ្នឹងបងប្អូនតាមពិតគឺបងប្អូននៅស្រុកខ្មែរស្គាល់អស់ហើយនៅតែបងប្អូននៅសហរដ្ឋអាមេរិកមួយចំនួនដែលតាមមិនទាន់ហ្នឹងតាមពិតពនាងតូចចេណានេះពនាមដើមឈ្មោះថាព្រះនាងកែវនរោត្តមចេណាតែថ្មីនេះត្រូវបានបកូណាប្របាទនរោត្តមសីហមុនីកាលពីថ្ងៃទី9ខែមេសាឆ្នាំ2026បានត្រាស់បង្គាប់ដំឡើងព្រះឋានៈរបស់ព្រះនាងតូចកែវនរោត្តមចេណានេះទៅជាអ្នកអង្គម្ចាស់ក្សត្រីនរោត្តមចេណាបាទតាមពិតអ្នកអង្គម្ចាស់ក្សត្រីនរោត្តមចេណានេះគឺជាកូនកាត់បារាំងជាមួយនឹងខ្សែព្រះរាជវង្សានុវង្សខ្មែរគឺឈ្មោះថាអ្នកអង្គម្ចាស់បូផារីអ្នកអង្គម្ចាស់បូផារីមានព្រះរាជបុត្រី2ព្រះអង្គគឺដូចជានរោត្តមអេម៉ានិង
នរោត្តមចេណានេះដែលជាតាមពិតអ្នកអង្គម្ចាស់សុផារីនេះសំទោសបុផារីនេះគឺជាបរិជ្ជបុត្រីរបស់ព្រះអង្គម្ចាស់នរោត្តមចក្រពង្គដូច្នេះអ្នកអង្គម្ចាស់ក្សត្រីនរោត្តមចេណានេះត្រូវជានឹងណាត់តាបាទណាត់តាហ្នឹងគឺព្រះរាជណាត់តាគឺជាចៅស្រីរបស់ព្រះអង្គម្ចាស់សំទោសព្រះអង្គម្ចាស់នរោត្តមចក្រពង្គព្រោះអីរឿងនេះគឺជារឿងសាច់សាលហិតហើយក៏ត្រូវជាចៅទួតទៅហើយរបស់ព្រះបាទនរោត្តមសីហនុបើអាចជាចៅរបស់បើគិតជាទាយាទនេះត្រូវជាព្រះរាជណាត់តាឬក៏ចៅស្រីរបស់ព្រះបាទនរោត្តមសីហមុនីព្រះអង្គព្រះបាទនរោត្តមសីហមុនីសម្ដេចខ្មែរសប្តាហ៍ថ្ងៃនេះដូច្នេះការដែលពនាងតូចចេណាមកទីក្រុងឡុងបិចនេះគឺមិនមានសារណាមួយដែលថាមកក្នុងគោលបំណងអីទេគ្រាន់តែថាប្រជាពលរដ្ឋក្រុងឡុងបិចទាំងអភិបាលក្រុងឡុងបិចលោកRichardsonក៏បានទទួលបដិសណ្ឋារកិច្ចអ្នកអង្គម្ចាស់ក្សត្រីចេណានេះយ៉ាងកក់ក្ដៅនៅឯសាលាក្រុងតែម្ដងហើយក៏អ្នកអង្គម្ចាស់ក្សត្រីនរោត្តមចេណានេះពនាងតូចចេណានេះក៏បានទៅវត្តមួយដែលជាវត្តល្បីនៅទីក្រុងឡូវែលដែរយើងហៅថាវត្តវីឡូដែលឃើញព្រះអង្គញិមសៅសំខាន់ដែលជាប្រសង់មួយអង្គដែលនៅវត្តនេះបានទទួលនឹងគណៈកម្មការអាចារ្យវត្តនិងប្រជាពលរដ្ឋខ្មែរក្នុងសហគមន៍បានទទួលបដិសណ្ឋារកិច្ចពនាងតូចនេះយ៉ាងកក់ក្ដៅដែរតាមពិតពនាងតូចចេណានេះល្បីល្បាញដោយសារតែភាពសម្ផស្សដ៏ផូរផង់ផងដោយទេពកោសល្យសិល្បៈផងនឹងការជួយអភិរក្សវប្បធម៌ខ្មែរបានយ៉ាងសន្ធឹកដែរតែយ៉ាងណាបងប្អូនបើតាមខ្ញុំដឹងគឺដំណើរទស្សនកិច្ចនេះគឺដោយសារតែមានក្រុមប្រជាពលរដ្ឋខ្មែរមួយក្រុមដែលជាអ្នកផលិតខ្សែភាពយន្តដឹកនាំដោយលោកស្រី Kelly So ដែលប្រហែលជាអាចមានគម្រោងផលិតថតខ្សែភាពយន្តឬក៏ថតអ្វីខ្ញុំមិនបានទាន់ច្បាស់ 100% គ្រាន់តែថាពនាងតូចចេណាមកទីក្រុងឡុងបិចតាមរយៈលោកស្រី Kelly So ហើយក៏បានខាងមជ្ឈមណ្ឌលវប្បធម៌ខ្មែរអាមេរិកនៅសហរដ្ឋអាមេរិកនេះក៏បានជួយដើម្បីធ្វើបដិសណ្ឋារកិច្ចហើយក៏មាន Cambodia Town ក៏មានស្អីគេអ្នកដែលគ្រប់គ្រងក្រុងបងប្អូនក្រុងឡុងបិចនិងក្រុងភ្នំពេញអីហ្នឹងក៏ជួយរៀបចំបដិសណ្ឋារកិច្ចត្រឹមប៉ុណ្ណឹងបាទខ្ញុំអស់ត្រឹមប៉ុណ្ណឹងហើយចុងក្រោយតើតើនឹងព័ត៌មានអន្តរជាតិឯនេះទៅវិញគឺអ៊ីរ៉ង់សំទោសអ៊ុយក្រែនស្នើសុំឲ្យលោក Elon Musk ជួយធ្វើយ៉ាងម៉េចបំពាក់បច្ចេកវិទ្យា Starlink ប្រព័ន្ធផ្កាយរណប Starlink នៅលើ drone របស់អ៊ីរ៉ង់សំទោស drone របស់អ៊ុយក្រែនដើម្បីឲ្យជួយចាប់បាញ់កញ្ជ្រួចរបស់រុស្ស៊ីឲ្យបានប្រសិទ្ធភាពផងព្រោះឥឡូវអ៊ុយក្រែនគាត់ពិបាកខ្លាំងត្រង់ថាគាត់មាន drone ចូលទៅកំទេចរុស្ស៊ីបានដល់ដែនដីរុស្ស៊ីមែនប៉ុន្តែអត់មានប្រព័ន្ធការពារកញ្ជ្រួចប្រភេទ Patriot ដែលអាមេរិកមាននេះដើម្បីទប់កញ្ជ្រួចឆ្លងទ្វីបរបស់រុស្ស៊ីបានទេហើយគ្រាប់កញ្ជ្រួចច្រើនណាស់ធ្លាក់ចូលសម្រាប់ប្រជាពលរដ្ឋអ៊ុយក្រែនរាល់ថ្ងៃអញ្ចឹងហើយបានជាអ៊ុយក្រែនស្នើសុំឲ្យលោក Elon Musk ជួយប្រើប្រព័ន្ធផ្កាយរណបហ្នឹងបំពាក់គ្រាប់ដើម្បីឬក៏ចាប់ប្រព័ន្ធ GPS របស់កញ្ជ្រួចរបស់រុស្ស៊ីមានតែវិធីនឹងឯងដែលអាចជួយអ៊ុយក្រែនឲ្យទប់កញ្ជ្រួចឆ្លងទ្វីបរបស់រុស្ស៊ីបានតែឥឡូវ Elon Musk គាត់ថាគាត់ព្រមប៉ុន្តែមានលក្ខខណ្ឌតែលក្ខខណ្ឌយ៉ាងណាខ្ញុំនឹងផ្សាយបន្តទៀតដើម្បីឲ្យដឹងរឿងនេះតែក្នុងពេលជាមួយគ្នាហ្នឹងគឺលោក Elon សំទោសលោក Zelensky បានប្រើ drone ទម្លាក់គ្រាប់ចូលទៅកំទេចរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីដល់ទៅ2កន្លែងទៀតហើយឆេះសន្ធោសន្ធៅទៀតហើយគឺ drone នេះគឺមានប្រសិទ្ធភាពដូច្នេះរឿងនេះគឺមើលទៅរុស្ស៊ីក៏ដាបខ្លាំងដែរប្រើកញ្ជ្រួចឆ្លងទ្វីបនឹងច្រើនមែនតើព្រោះ drone មកអត់រួចទេអ៊ីរ៉ង់មានសំទោសអ៊ុយក្រែនមានប្រព័ន្ធចាប់drone ហ្នឹងបានយ៉ាងមានប្រសិទ្ធភាពតែអត់មានប្រព័ន្ធចាប់កញ្ជ្រួចឆ្លងទ្វីបរបស់រុស្ស៊ីទេបាទហើយអ៊ុយក្រែននៅតែអំពាវនាវឲ្យអឺរ៉ុបនិងអាមេរិកជួយប្រព័ន្ធចាប់កញ្ជ្រួចហ្នឹងឲ្យបានឆាប់តាមតែអាចធ្វើទៅបានបងប្អូនខ្ញុំស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណឹងចុះអរគុណបងប្អូនដែលបានត្រង់ត្រាប់ស្ដាប់តាំងពីដើមដល់ចប់រីករាយរាត្រីថ្ងៃសុក្រហើយស្អែកឡើងចុងសប្តាហ៍សប្បាយជួបជុំគ្រួសារខ្ញុំសូមជម្រាបលា